Susdoi net akne ngeneខ្ញុំមកបរៀនអ្នកទាំងអស់គ្នាពីរបៀបកំណត់ storage នៅក្នុង Windows Server អញ្ចឹងយើងមាន3ជំហានដោយជំហានទី1យើងត្រូវ install file server resource manager ហើយជំហានទី2ការកំណត់ size ទៅលើ folder directory សម្រាប់ជំហានទី3ការកំណត់ size ទៅលើ user ហើយចំណុចចុងក្រោយគេការដក commission ដូចជា image video sound exe ជាដើមជំហានដំបូងយើងត្រូវចូលទៅកាន់ VMware របស់យើងសិនមករួចហើយយើងត្រូវធ្វើការបើក Windows Server 2022របស់យើងហើយដល់ឡែកនេះយើងធ្វើការដាក់ password របស់យើងមកជាដំបូងមុននឹងយើងធ្វើការលើ server យើងត្រូវទៅបង្កើត folder វាមួយសិនយើងត្រូវយកពាក្យ DC បន្ទាប់មកទៀតយើងយកពាក្យ local DC មកហើយបន្ទាប់មកទៀតយើងត្រូវ create new folder ហើយបន្ទាប់មកទៀតខ្ញុំដាក់ឈ្មោះវាថា share data rồi haiយើងត្រូវ create folder ថ្មីមួយទៀតមកហើយ folder មួយនេះខ្ញុំដាក់ឈ្មោះវាថា share user បន្ទាប់ពីយើងធ្វើការបង្កើត folder រួចរាល់ហើយយើងត្រូវចូលទៅកាន់ Windows Server របស់យើងវិញរួចហើយយើងត្រូវធ្វើការចូលទៅកាន់ពាក្យថា add role and voucher បន្ទាប់មកយើងធ្វើការចុច next ទៀតមកហើយចុច next ដូចគ្នាទៀតមកហើយបន្តមកទៀតយើងស្វែងរកពាក្យថា file and storage service rồi haiយើងត្រូវជ្រើសរើសពាក្យថា file server ហើយយើងគ្រីសលើវាមកrồi haiចុចពាក្យថា add voucher បន្តមកទៀតយើងធ្វើការចុចពាក្យថា next ហើយចុច next ទៀតមកហើយយើងធ្វើការ install វាបានហើយចូលដល់ line នេះវាកំពុង install អ្នកនរគ្នាអាចចាំវាតិចសិនទៅឥឡូវនេះវាពេញហើយយើងអាច close វាបានជំហានបន្ទាប់យើងត្រូវធ្វើការចូលទៅកាន់ tool របស់យើងមកហើយយើងរកពាក្យថា file resource server manager ឬហើយយើងធ្វើការចុចលើវាមកបន្តមកទៀតយើងទៅមើល quota management ហើយយើងយក quota template មកហើយវានឹងចេញបែបនេះរបស់នេះគឺជារបស់ដែលគេមានស្រាប់ហើយអញ្ចឹងយើងត្រូវធ្វើការបង្កើតវាថ្មីមកយើងត្រូវចូលទៅកាន់ quota ហើយយើងយកពាក្យថា create quota ឬហើយយើងត្រូវជ្រើសរើស location ដែលយើងបានបង្កើត folder មុននឹងដំបូងយើងត្រូវយក share data មុនមករួចហើយយើងធ្វើការចុច OK បានចឹងឥឡូវនេះមានន័យថាផ្ទុកសម្រាប់ data ហើយអាក្រោមផ្ទុកសម្រាប់ user យើងយកឥឡូវនឹងមកហើយបន្តមកទៀតយើងធ្វើការចុច create ឥឡូវនេះយើងហើយ data មួយហើយយើងត្រូវធ្វើការបង្កើតវាមួយទៀតសម្រាប់ user យើងចូលដូចគ្នាឡើងមិញមកហើយយើងត្រូវរក folder ដែលមានពាក្យថា share user ហើយចុច OK មកហើយយើងត្រូវយកអាក្រោមបន្តមកទៀតយើងចុច create វា
អូខេឥឡូវយើងធ្វើការ create វាបានរួចរាល់ហើយអញ្ចឹងអ្វីដែលយើងត្រូវធ្វើបន្ទាប់គឺការ set ហើយការ block រូបភាពវីដេអូ exe អីផ្សេងៗដែលយើងចង់ block វាចោលហ្នឹងកុំឲ្យ user គាត់ប្រើទៅពេញ space ពេញអីញ៉ៃញ៉ៃអញ្ចឹងយើងត្រូវចូលទៅកាន់ file group រួចហើយយើងធ្វើការបង្កើត file group មួយមកកន្លែងនេះយើងត្រូវធ្វើការដាក់ឈ្មោះឲ្យវាមកហើយខ្ញុំដាក់ថា block media ឬហើយកន្លែងហ្នឹងវាមានន័យថាបើយើងចង់ block អីខ្លះយើងអាចដាក់វាចូលក្នុងនឹងមកអញ្ចឹងខ្ញុំចង់ block JPG អញ្ចឹងខ្ញុំវាយវាមកផ្កាយ .jpg ឬហើយយើងធ្វើការចុច add វាទៅបន្តមកទៀតខ្ញុំចង់block mp4 ខ្ញុំវាយដូចមុនដែរមកបន្តមកទៀតផ្កាយ .mp3 ម្ដងដោយសារខ្ញុំចង់ block វាចោលហើយចុងក្រោយខ្ញុំធ្វើការ block ex វាចោលមកអញ្ចឹងខាងក្រោមហ្នឹងយើងមិនចាំបាច់ដាក់វាក៏បានដែរឬហើយយើងអាចចុច OK បានអញ្ចឹងអីដែលយើងបានបង្កើតមិញគឺវាបានរួចរាល់ហើយអូខេចុងក្រោយយើងចូលទៅកាន់ file stream មកហើយយើងយកពាក្យថា create file screen ឬហើយយើងចូលទៅ select path របស់យើងមកអាហ្នឹងយើងធ្វើវាសម្រាប់ user ហើយយើងរក folder share user មកយើងធ្វើការចុចលើវាហើយយើងចុច OK មកឬហើយយើងចុចពាក្យខាងក្រោមនឹងមកបន្ទាប់មកយើងធ្វើការ custom វាឬហើយយើងស្វែងរកពាក្យថា block media ដែលយើងបានបង្កើតមុននឹងយើងគ្រីសលើវាមកហើយយើងធ្វើការចុចពាក្យថា OK រួចហើយយើងធ្វើការចុច create វាមកកន្លែងនេះវាទាមទារឲ្យយើងធ្វើការដាក់ឈ្មោះខ្ញុំដាក់ឲ្យវាថា block media and exe ឬហើយយើងធ្វើការចុច OK បានហើយវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់បាយបាយ